ពេលអ្នកដួលតើមាននរណាម្នាក់នៅក្បែរអ្នកដើម្បីជួយលើកអ្នកឡើងទេព្រះបន្ទូលថ្ងៃនេះនៅក្នុងសាស្តាជំពូកទី4ខទី9ដល់ខទី10មានគ្នា2នាក់នោះវិសេសជាងនៅតែឯងពីព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួនត្បិតបើដួលនោះមានម្នាក់ជ្រងគ្នាឡើងវិញតែវល់ហើយអ្នកណាដែលដួលក្នុងការដែលនៅតែម្នាក់ឯងឥតមានគ្នានឹងជួយជ្រងឡើងវិញព្រះបន្ទូលនេះរំលឹកយើងពីតម្លៃនៃការមានមនុស្សល្អនៅក្បែរខ្លួនពេលម្នាក់ខ្សោយម្នាក់ទៀតអាចជួយលើកទឹកចិត្តដូច្នេះចូលយើងចេះស្រឡាញ់ជួយយកអាសាគ្នាមើលថែគ្នាលើកទឹកចិត្តគ្នាទៅវិញទៅមកនិងយាងព្រះវិញ្ញាណបរិសុទ្ធតម្រង់ផ្លូវយើងផងដែរគុណអធិដ្ឋានក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន